បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានព័ត៌មានថ្មីមួយទាក់ទងទៅនឹងការចុះបង្ក្រាបបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឈប់បោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី30ខែឧសភាឆ្នាំ2026នេះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដោយមានការសម្របស្រួលនីតិវិធីពីព្រះរាជអាជ្ញារងផងដែរលោកឯកខុនឌឿននិងលោកពេញវុឌ្ឍអភិបាលរងរាជធានីភ្នំពេញបានដឹកនាំគណៈបញ្ជាការកងឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វាចុះប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឈប់បោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ស្ថិតនៅទីតាំង Condo Morgan តាមលោកស្រីដាវសំភ័សនាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានឲ្យដឹងនាល្ងាចថ្ងៃអាទិត្យទី31ខែឧសភាឆ្នាំ2026នេះលោកស្រីបន្តថាជាលទ្ធផលបន្ទប់ទី1រកឃើញជនបរទេសចំនួន7នាក់មានមួយសញ្ជាតិសម្ភារៈវត្ថុតាងរួមមានកុំព្យូទ័រ All in One ចំនួន1គ្រឿងកុំព្យូទ័រយួរដៃ laptop ចំនួន9គ្រឿងទូរស័ព្ទដៃចំនួន5គ្រឿងនិងសម្ភារៈមួយចំនួនទៀតបន្ទប់ទី2រកឃើញជនបរទេសចំនួន2នាក់គ្មានឯកសារឬលិខិតឆ្លងដែនត្រឹមត្រូវបន្ទប់ទី3រកឃើញថ្នាំញៀនពេតំហេនតាមីននិងកេតាមីនទម្ងន់ប្រហែល70ក្រាមបារីអេឡិចត្រូនិកនិងក្បាលបារីអេឡិចត្រូនិកមួយចំនួនធំថង់សម្រាប់ច្រកគ្រឿងញៀនជញ្ជីងថ្លឹងគ្រឿងញៀនចំនួន2គ្រឿងទូរស័ព្ទដៃចំនួន2គ្រឿងនិង iPad ចំនួន2គ្រឿងជនសង្ស័យនិងវត្ថុតាងខាងករណីនេះត្រូវបានបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធីដោយឡែកបន្ទប់ដែលពាក់ព័ន្ធករណីខាងលើត្រូវបិទឃ្លុំជាបណ្ដោះអាសន្នជាមួយគ្នានេះសមត្ថកិច្ចបានធ្វើការផាកពិន័យចំពោះម្ចាស់ទីតាំងមានសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam និងស្នាក់នៅខុសច្បាប់សរុបចំនួន9នាក់ក្នុង1នាក់ចំនួន4លានរៀលផងដែរប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នេះមិនជាការអនុវត្តច្បាប់ធម្មតាប៉ុណ្ណោះទេប៉ុន្តែជាការឆ្លើយតបដោយផ្ទាល់ទៅនឹងគោលនយោបាយនិងការណែនាំដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបរដ្ឋបទល្មើសឆ្លងដែនដែលបង្កផលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គមនិងកិត្តិយសរបស់ប្រទេសជាតិកន្លងមកសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីលោកតែងលើកឡើងកម្ពុជាមិនអនុញ្ញាតឲ្យជនខិលខូចយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានសម្រាប់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញឬសកម្មភាពខុសច្បាប់ណាមួយឡើយការបង្ក្រាបក្រុមអ ுக ្រិតជនបច្ចេកវិទ្យាគឺជាកាតព្វកិច្ចរបស់អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជាមួយគ្នានេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបន្តដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងដល់អភិបាលរាជធានីខេត្តនិងស្ថាប័នពាក់ព័ន្ធទាំងអស់ឲ្យបង្កើនការត្រួតពិនិត្យស្រាវជ្រាវនិងចាត់វិធានការផ្លូវច្បាប់ចំពោះទីតាំងឬបណ្ដាញណាដែលជាជាប់ពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ការជួញដូរគ្រឿងញៀននិងការស្នាក់នៅខុសច្បាប់របស់ជនបរទេសជាមួយគ្នានេះប្រជាពលរដ្ឋជាច្រើនបានសម្ដែងការគាំទ្រចំពោះវិធានការដ៏តឹងរ៉ឹងរបស់រាជរដ្ឋាភិបាលកម្ពុជាដោយចាត់ទុកថានេះគឺជាការការពារសុវត្ថិភាពសង្គមការពារផលប្រយោជន៍ជាតិនិងរក្សាកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិជាពិសេសក្នុងពេលដែលបទល្មើសឆបោកតាមប្រព័ន្ធអនឡាញកំពុងក្លាយជាបញ្ហាប្រឈមនៅក្នុងតំបន់និងពិភពលោកកម្ពុជាកំពុងបង្ហាញជំហរច្បាស់ថានឹងមិនអត់ឱនចំពោះជនណាដែលយកទឹកដីកម្ពុជាទៅប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសនោះទេ
ជាចុងក្រោយអាជ្ញាធរនិងសមត្ថកិច្ចសូមអំពាវនាវដល់ម្ចាស់ផ្ទះជួលម្ចាស់ខុនដូម្ចាស់អាផាតមិននិងម្ចាស់អគារស្នាក់នៅទាំងអស់ក្នុងរាជធានីភ្នំពេញត្រូវបង្កើនការប្រុងប្រយ័ត្ននិងទទួលខុសត្រូវក្នុងការជួលទីតាំងរបស់ខ្លួនដោយត្រូវពិនិត្យឯកសារអត្តសញ្ញាណនិងឯកសារស្នាក់នៅរបស់អ្នកជួលឲ្យបានត្រឹមត្រូវព្រមទាំងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាននៅពេលដែលមានភាពមិនប្រក្រតីឬមានការសង្ស័យទីតាំងរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពខុសច្បាប់ម្ចាស់ទីតាំងមិនគួរផ្ដោតតែលើផលប្រយោជន៍ពីការជួលប៉ុណ្ណោះទេប៉ុន្តែត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមនិងការការពារកិត្តិយសប្រទេសជាតិច្បាស់ថាធ្វើប្រហែសឬការផ្ដល់ទីតាំងឲ្យក្រុមជនល្មើសប្រើប្រាស់អាចនាំឲ្យម្ចាស់ទីតាំងប្រឈមមុខនឹងវិធានការផ្លូវច្បាប់និងការទទួលខុសត្រូវផ្សេងៗតាមច្បាប់ជាធរមាននៅខាងលើនេះយើងពិតជាអបអរសាទរដែលអាជ្ញាធររាជធានីភ្នំពេញលោកបានខិតខំធ្វើយ៉ាងណាដើម្បីបង្ក្រាបក្រុមឆោបបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឲ្យចេញពីទឹកដីរាជធានីភ្នំពេញក្នុងនោះផងដែរសម្ដេចរដ្ឋបតីហ៊ុនម៉ាណែតលោកតែងតែយកចិត្តទុកដាក់ហើយនឹងចេញបទបញ្ជាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យពិនិត្យមើលពីព្រោះទាំងអស់នេះគឺបង្កផលប៉ះពាល់ដល់សន្តិសុខជាតិនិងសង្គមប្រសិនបើបងប្អូនបានឃើញទីតាំងឬកន្លែងដែលសង្ស័យជាការឆោបបោកតាមប្រព័ន្ធអនឡាញសូមរាយការណ៍មកកាន់កិច្ចដែលនៅក្បែរទីតាំងរបស់លោកអ្នកសូមអរគុណ